រឿងកសិករស្មោះត្រង់កើតពីព្រេងនាយមានកសិករក្រីក្រម្នាក់ឈ្មោះថាពូជាគាត់គឺជាមនុស្សឧស្សាហ៍ព្យាយាមនិងស្មោះត្រង់បំផុតជារៀងរាល់ថ្ងៃគាត់តែងតែទៅកាប់អូសនៅមាត់ទន្លេដើម្បីយកទៅលក់ចិញ្ចឹមជីវិតថ្ងៃមួយខណៈដែលគាត់កំពុងកាប់អស់ស្រាប់តែផ្លែពូថៅបានរបូតធ្លាក់ចូលទៅក្នុងទឹកទន្លេដ៏ជ្រៅពូជាអស់សង្ឃឹមយ៉ាងខ្លាំងព្រោះគាត់គ្មានលុយទិញពូថៅថ្មីទេគាត់បានត្រឹមតែអង្គុយយំនៅមាត់ទឹកភ្លាមនោះស្រាប់តែមានពន្លឺមួយលេចចេញមកលោកតារក្សាទឹកបានផុសចេញពីក្នុងទឹកដើម្បីជួយគាត់លោកតាបានបង្ហាញពូថៅមាសមួយហើយសួរថាតើនេះជាពូថៅរបស់ឯងមែនទេពូជាឆ្លើយថាទេមិនមែនទេបន្ទាប់មកលោកតាបានបង្ហាញពូថៅប្រាំងមួយទៀតពូជានៅតែឆ្លើយថាទេនេះក៏មិនមែនជាពូថៅរបស់ខ្ញុំដែរចុងក្រោយលោកតាបានបង្ហាញពូថៅដែកចាស់មួយពូជាស្រែកដោយក្តីរីករាយថានេះហើយទើបជាពូថៅរបស់ខ្ញុំដោយសេចក្តីកោតសរសើរចំពោះភាពស្មោះត្រង់លោកតាក៏បានប្រគល់ពូថៅទាំង3ឲ្យទៅពូជាទាំងអស់ពូជាបានក្លាយជាអ្នកមាននិងរស់នៅយ៉ាងមានក្តីសុខរឿងនេះបង្រៀនយើងថាភាពស្មោះត្រង់គឺជាសម្បត្តិដ៏មានតម្លៃបំផុត